គ្នាបើសិនជាយើងមើលទៅបបកក៏វាហាក់ដូចជាស្រាលហាក់មានទម្ងន់ទៅតែសោះទៅអត់ប៉ុន្តែបើខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាបបកក៏មានទម្ងន់1លានតោនអ្នកទាំងអស់គ្នាជឿអត់តោះបើសិនជាអត់តន់ជឿទេចូលមើលវីដេអូខ្ញុំសិននៅសតវត្សទី20ក្រោយទសវត្សរ៍ឆ្នាំ1950ជាពេលដែលអ្នកវិទ្យាសាស្ត្របានធ្វើការកណនាដ៏គួរឲ្យភ្ញាក់ផ្អើលលើកដំបូងគេហៅថាការស្រាវជ្រាវវិទ្យាសាស្ត្របរិយាកាសសកលអស់ជាច្រើនសតវត្សរ៍មកហើយទម្ងន់របស់បបកគ្រាន់តែជាអាថ៌កំបាំងមួយប៉ុណ្ណោះប៉ុន្តែនៅពេលដែលវិទ្យាសាស្ត្រផ្នែកបរិយាកាសបានរីកចម្រើននៅសតវត្សទី20អ្នកវិទ្យាសាស្ត្របានចាប់ផ្ដើមវាស់ស្ទង់លក្ខណៈសម្បត្តិនៃបបកយ៉ាងជាក់លាក់ជាដំបូងម៉ាស់នេះត្រូវបានវាស់វែងពិតប្រាកដពាក់ព័ន្ធនឹង3ដំណាក់កាលកន្លែងហ្នឹងខ្ញុំសូមបញ្ជាក់ពាក្យម៉ាស់បន្តិចណាអ្នកទាំងអស់គ្នាម៉ាស់ហ្នឹងគឺគេបានន័យថាទម្ងន់ណាដំណាក់កាលទី1គឺការវាស់ស្ទង់បរិមាណដំណាក់កាលទី2គឺការប៉ាន់ស្មានដងស៊ីតេនៃដំណក់ទឹកតូចៗនិងដំណាក់កាលទី3គឺការធ្វើការកណនាគណិតវិទ្យាបបកជាមធ្យមមានបរិមាណប្រហែល1គីឡូម៉ែត្រគូបបន្ទាប់មកពួកគេបានកណនាដងស៊ីតេនៃចំហាយទឹកនិងដំណក់ទឹកដែលមានប្រហែល 1.003 គីឡូក្រាមក្នុង1ម៉ែត្រគូបពេលដែលគេកណនាទៅឃើញដងស៊ីតេនៃដំណក់ទឹកតូចៗហ្នឹងវាតិចជាងខ្យល់ស្ងួតអញ្ចឹងវាធ្វើឲ្យបបកនឹងអណ្ដែតនៅលើផ្ទៃមេឃដែលជាទម្ងន់ប្រហែល100នៃឡានក្រុងដឹកសិស្សសាលាអណ្ដែតនៅពីលើក្បាលរបស់អ្នកទាំងអស់គ្នាកន្លែងហ្នឹងគឺគេចង់បានន័យថាគេប្រៀបធៀបបបកស្មើនឹងឡាន100នៃឡានក្រុងដឹកសិស្សអញ្ចឹងបានន័យថាវាមានទម្ងន់ធ្ងន់មែនតើទាំងអស់គ្នាគិតមើលឡានមួយមានទម្ងន់ប៉ុន្មានហើយទម្រាំតាឡាន100ទៀតគឺអញ្ចឹងគឺវាធ្ងន់